រៀនពីហ៊ុនសែនដើម្បីជោគជ័យមេរៀនទី4ហ៊ុនសែនមានយុទ្ធសាស្ត្រនិងយុទ្ធវិធីផ្នែកទី1ករណីសិក្សាសម្ដេចហ៊ុនសែនដោយលើកឡើងខ្លះៗសម្ដេចហ៊ុនសែនប្រើយុទ្ធសាស្ត្ររុញទូកបណ្ដោយទឹកគ្រាដែលខ្មែរក្រហមថ្នាក់លើដាក់បញ្ជាឲ្យសម្ដេចរៀបចំផែនការវាយប្រហារវៀតណាមតែសម្ដេចបានប្រើយុទ្ធសាស្ត្រនេះសម្រាប់វាយបកមកអង្គការខ្មែរក្រហមវិញដែរក្នុងនាមជាមេបញ្ជាការសិទ្ធិអំណាចកាន់ទ័ពរបស់សម្ដេចមានកូនទាហានជាង 2000 នាក់តែពេលផ្ដាច់ខ្លួនទៅកាន់វៀតណាមសុំជំនួយយោធាលោកយកតែអ្នកជិតដិត4នាក់ប៉ុណ្ណោះរួមដំណើរនិងកំភ្លើងត្រឹមតែការពារខ្លួនពីសត្វសាហាវនិងក្រែងកងទ័ពខ្មែរក្រហមតាមវាយប្រហារសម្រាប់ខ្ញុំហៅយុទ្ធសាស្ត្រដក4ឬដកដើមឈើរក្សាព្រៃយុទ្ធសាស្ត្រនេះក៏សម្ដេចធ្វើដើម្បីកុំឲ្យវៀតណាមគិតថាលោកលើកទ័ពទៅឈ្លានពានគេដែរព្រោះពេលនោះអង្គការខ្មែរក្រហមតែងតែលើកទ័ពវាយប្រហារវៀតណាមជារឿយៗតាមខ្ញុំគិតសម្ដេចហ៊ុនសែនប្រើយុទ្ធសាស្ត្រនេះក៏គិតដែរថាទី1កុំឲ្យអង្គការខ្មែរក្រហមសង្ស័យកាន់តែខ្លាំងទី2កុំឲ្យអន្ទង់វែងឆ្នាំងវែងពិបាកលើកកញ្ជើទី3ត្រូវធ្វើកិច្ចការនេះយ៉ាងឆាប់បំផុតមិនអាចអស់បន្លាយបានទេទី4ការទៅនេះដើម្បីផ្ដល់ដំណឹងសុំជំនួយតែប៉ុណ្ណោះមិនមែនទៅធ្វើសង្គ្រាមទេទី5ក៏ជាការបង្ការបើទៅទាំងអស់ក្រែងវៀតណាមក្រសោបយកធ្វើជាធ្នូចរចាជាមួយអង្គការខ្មែរក្រហមដើម្បីបញ្ចប់សង្គ្រាមរវាងគ្នាមន្ត្រីក៏រួចទុនសាយក៏រួចទៅហើយយើងដឹងទាំងអស់គ្នាថាក្រោយរំដោះ7មករា1979កម្លាំងខ្មែរក្រហមនៅតែវាយប្រហាររដ្ឋអំណាចដែលដឹកនាំដោយសម្ដេចហេងសំរិនសម្ដេចជាស៊ីមនិងជាពិសេសសម្ដេចហ៊ុនសែនសង្គ្រាមស៊ីវិលរវាងខ្មែរនិងខ្មែរនៅបន្តរហូតមកដល់ឆ្នាំ1998ទើបទទួលបានសន្តិភាពពេញលេញទម្រាំទទួលបានសន្តិភាពសម្ដេចហ៊ុនសែនក្នុងនាមជានាយករដ្ឋមន្ត្រីបានប្រើយុទ្ធសាស្ត្រគ្រប់បែបយ៉ាងមានយុទ្ធសាស្ត្រ defeat និងយុទ្ធសាស្ត្រឈ្នះជាដើមយុទ្ធសាស្ត្រ defeat ដែលសម្ដេចហ៊ុនសែនប្រើសម្រាប់តទល់និងកម្ចាត់អង្គការចាត់តាំងខ្មែរក្រហមប្រកបដោយជោគជ័យមានយុទ្ធវិធី5ចំណុចទី1បំបែកបំបាក់មេដឹកនាំខ្មែរក្រហមតាមឋានានុក្រមទី2ធ្វើឲ្យឯកោមេដឹកនាំខ្មែរក្រហមចេញពីគ្នានិងសង្ស័យគ្នាទី3បញ្ចប់ទំនាក់ទំនងរវាងគ្នានឹងគ្នាកុំឲ្យវិលទៅវិញទី4ធ្វើសមាហរណកម្មរួមបញ្ចូលគ្នាគឺទាញមកចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាវិញទី5អភិវឌ្ឍជួយជ្រោមជ្រែងអ្នកចោះចូលដើម្បីទាក់ទាញអ្នកដទៃមកដល់ឆ្នាំ1993ដល់1996កម្ពុជាតាមតំបន់មួយចំនួននៅតែមានអសន្តិសុខនិងអស្ថិរភាពនៅឡើយក្នុងនោះកន្លែងខ្លះគ្រប់គ្រងដោយអង្គការខ្មែរក្រហមដូចជាប៉ៃលិនអន្លង់វែងនិងភ្នំវល្លិជាដើមនៅឆ្នាំ1996សម្ដេចហ៊ុនសែនក្នុងនាមជានាយករដ្ឋមន្ត្រីទី2បានដាក់ចេញនៅយុទ្ធសាស្ត្រឈ្នះពោលគឺគ្មានអ្នកចាញ់គ្មានអ្នកឈ្នះគឺឈ្នះទាំងអស់គ្នាយុទ្ធសាស្ត្រឈ្នះរបស់សម្ដេចហ៊ុនសែនមាន3យុទ្ធវិធីសំខាន់ទី1រក្សាតួនាទីមុខតំណែងនៅដដែលទុកតួនាទីភារកិច្ចតើអ្នកណាពាក់សាក់ប៉ុន្មានធ្វើអ្វីគឺរាជរដ្ឋាភិបាលបានរក្សាទុកនៅដដែលទី2រក្សាទ្រព្យសម្បត្តិនិងផ្ដល់កម្មសិទ្ធិផ្សេងទៀតទុកកម្មសិទ្ធិដីធ្លីស្រែចម្ការក៏មិនធ្វើការដកហូតឬធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគេឡើយទី3ទុកជីវិតឲ្យភាគីម្ខាងទៀតដោយមិនយកទោសនិងធ្វើទរណកម្មអ្វីទាំងអស់ដល់អតីតទាហានឬអ្នកដឹកនាំតូចតាចមួយចំនួនរបស់ពួកខ្មែរក្រហមលើកលែងតែថ្នាក់ដឹកនាំកំពូលដែលជាជនឧក្រិដ្ឋសង្គ្រាមនិងឧក្រិដ្ឋប្រល័យពូជសាសន៍មានប៉ុល ពត អៀង សារី ខៀវ សំផន តាម៉ុក នួនជា ដូចតែប៉ុណ្ណោះរហូតមកដល់ស្រុកទេសន្តិភាពពេញលេញក្នុងនាមជានាយករដ្ឋមន្ត្រីសម្ដេចហ៊ុនសែនបានដាក់ចេញនូវយុទ្ធសាស្ត្រប្លែកៗគួរជាទីទាក់ទាញដូចជាយុទ្ធសាស្ត្រត្រីកោណយុទ្ធសាស្ត្រត្រីកោណមានមុំ3មុំទី1ការធ្វើសន្តិភាវូបនីយកម្មផ្ទៃក្នុងប្រទេសមុំទី2ការធ្វើសមាហរណកម្មឲ្យបានឆាប់បំផុតទៅក្នុងសហគមន៍អន្តរជាតិនិងមុំទី3ប្រមូលផ្ដុំការខិតខំទាំងអស់ដើម្បីកាត់បន្ថយភាពក្រីក្រសម្ដេចហ៊ុនសែនបញ្ជាក់ថាយុទ្ធសាស្ត្រត្រីកោណលោកបានដាក់ចេញថ្ងៃទី2ខែធ្នូឆ្នាំ1998ក្រោយមកក៏បានអភិវឌ្ឍទៅជាយុទ្ធសាស្ត្រចតុកោណជាបន្តបន្ទាប់មកដល់បច្ចុប្បន្ននេះយុទ្ធសាស្ត្រចតុកោណនៅតែអនុវត្តដោយភ្ជាប់ពាក្យដំណាក់កាលទី4ពោលគឺយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី4ករណីមួយទៀត
ប្រហែលជាមិត្តអ្នកស្ដាប់នៅចាំកាលកម្ពុជាប៉ះជាមួយថៃរឿងប្រាសាទព្រះវិហារចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ2008កាលនោះការប៉ះគ្នាដោយអាវុធបានកើតឡើងជាបន្តបន្ទាប់រហូតដល់ចុងក្រោយក្នុងទ្រង់ទ្រាយធំបានបណ្ដាលឲ្យប្រជាជនជម្លៀសចេញប៉ុន្តែកម្ពុជាឈ្នះសមរភូមិនេះមូលហេតុដែលកម្ពុជាឈ្នះសមរភូមិចុងក្រោយក៏ដោយសារយុទ្ធសាស្ត្រសម្ដេចហ៊ុនសែនដែរតាមខ្ញុំចាំក្នុងនាមជានាយករដ្ឋមន្ត្រីនិងជាអ្នកជំនាញសឹកសង្គ្រាមឆ្លងកាត់សមរភូមិ105លើករបួស5ដងនិងពិការភ្នែកម្ខាងសម្ដេចប្រើយុទ្ធវិធី4ចំណុចទី1តបថ្មើរជើងវិទប់ទល់ការពាររុលចូលនិងផ្លាស់ទីឲ្យលឿនទី2ប្រើធុនស្រាលកុំប្រើធុនធំវាប្រហារតបទី3ក្តាប់គោលដៅនិងយុទ្ធដំណើរសត្រូវឲ្យបានច្បាស់ទី4វាយសន្ធប់ព្រមគ្នាសង្គ្រប់លើគោលដៅសត្រូវមិនដកដៃខ្ញុំនៅចាំបានទៀតថាមេតបរបស់ខ្មែរងឿងឆ្ងល់ដោយខឹងសម្បាខ្លះផងដែលថ្នាក់លើមិនចេញបញ្ជាឲ្យប្រើធុនធំតបតទៅថៃវិញក្នុងគណៈដែលភាគីថៃបាញ់ស្រោចដោយក្របភ្លៀងទាំងធុនស្រាលនិងធុនធ្ងន់មកលើខ្ញុំចាំទៀតថាសម្ដេចហ៊ុនសែនបានប្រាប់ទៅសម្ដេចទាបាញ់ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិថាចាំតែលើកទូរស័ព្ទភាគីថៃទៅជាការពិតមួយសន្ទុះក្រោយមកសម្ដេចសួរបញ្ជាក់ថាតើក្តាប់គោលដៅនិងយុទ្ធដំណើរសត្រូវបានអស់ហើយឬនៅចម្លើយអះអាងដោយអន្ទះសារថាក្តាប់បានច្បាស់និងគ្រប់ទីកន្លែងឈរជើងអស់ហើយពេលនោះសម្ដេចហ៊ុនសែនសម្រេចបញ្ជាឲ្យវាយសន្ធប់ព្រមគ្នាកុំដកដៃទាំងធុនស្រាលទាំងធុនធ្ងន់ទាំងថ្មើរជើងសមរភូមិមុខនិងគាំទ្រពលគឺប្រើកម្លាំងសរុបមធ្យោបាយសរុបវិធានការសរុបមែនប្រហែលជាក្នុងរង្វង់15នាទីតាមខ្ញុំចាំភាគីថៃបានហៅទូរស័ព្ទសុំចរចាជារួមកម្ពុជាយកឈ្នះព្រាតថៃក្នុងករណីនេះបានដោយសម្ដេចហ៊ុនសែនប្រើយុទ្ធសាស្ត្រ4យ៉ាងធំគឺច3ក1ទី1ច្បាំងការពារខ្លួនការពារប្រជាជនតាមព្រំដែនការពារការរំលោភអធិបតេយ្យពលគឺការរំកិលចូលរុលមុខរបស់កងទ័ពថៃពិសេសវាយសង្គ្រប់ត្រឡប់ទៅវិញរហូតថៃស្រែកចាចទី2ចរចាសម្របសម្រួលជាមួយភាគីថៃថ្នមសភាពការតាមព្រំដែនឈានទៅកាត់បន្ថយកងទ័ពថៃជាបន្តបន្ទាប់និងដាក់ការឈរជើងកងទ័ពកម្ពុជាទី3ច្បាប់ដោយដាក់បណ្ដឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបកស្រាយខ្លឹមសារសាលដីកាឆ្នាំ1962ដែលសម្ដេចឪសីហនុតតាំងឈ្នះក្តីលើថៃទី4ការទូតទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសនានាក្នុងសមាគមអាស៊ាននិងពិភពលោកតាមនិយមអន្តរជាតិដោយពន្យល់សាច់រឿងអង្គហេតុអង្គច្បាប់ស្វែងរកការគាំទ្រនិងជ្រោមជ្រែងផ្នែកទី2ទស្សនៈសិក្សាសម្រាប់ខ្ញុំដើម្បីជោគជ័យបានមនុស្សត្រូវមានផែនការជីវិតដែលក្នុងនោះទី1ត្រូវមានគោលដៅភ្ជាប់មហិច្ឆតាទី2ត្រូវមានផែនការទី3ត្រូវប្រតិបត្តិការសកម្មភាពតាមផែនការនិងទី4ត្រូវមានយុទ្ធសាស្ត្រយុទ្ធវិធីដើម្បីអនុវត្តឬប្រតិបត្តិផែនការនោះឲ្យមានប្រសិទ្ធភាពផងដែរបើតាមតែគោលដៅមហិច្ឆតាបើមានតែផែនការតែការធ្វើសកម្មភាពពុំមានយុទ្ធសាស្ត្រវិធីត្រឹមត្រូវទេនោះក៏មិនទទួលបានជោគជ័យដែរយុទ្ធសាស្ត្រជាផែនទីសកម្មភាពនៃសហគ្រិនរៀបចំឡើងដើម្បីបំពេញបេសកកម្មគោលដៅគោលបំណងរបស់ក្រុមហ៊ុននិយាយងាយយល់ជាការរៀបចំសកម្មភាពប្រតិក្រឡាគ្នាជាប្រព័ន្ធពីមួយជំហានទៅមួយជំហានសម្រាប់យើងអនុវត្តតាមឬដើរតាមចង្កោមសកម្មភាពនោះនិយាយយ៉ាងខ្លីយុទ្ធសាស្ត្រជាមធ្យោបាយសម្រាប់ទម្លុះបេសកកម្មគោលដៅគោលបំណងដែលយើងបានកំណត់ការរៀបចំយុទ្ធសាស្ត្រទាមទារឲ្យសិក្សាទាំងអតីតកាលបច្ចុប្បន្ននិងអនាគតឲ្យបានគត់មុតទើបយុទ្ធសាស្ត្រដែលយើងដាក់ចេញឬរកឃើញនោះមានប្រសិទ្ធភាពធ្វើឲ្យសម្រេចផែនការឈានទៅដល់គោលដៅដែលយើងចង់បានអ្នកនិពន្ធ Mission Critical លោក Joseph Picken និង Gregory Des សរសេរថាយុទ្ធសាស្ត្រដែលមានគុណវិបត្តិដែលពុំមានរបៀបដឹកនាំដ៏ត្រឹមត្រូវនិងការអនុវត្តប្រកបដោយប្រសិទ្ធភាពនឹងនាំទៅដល់សេចក្តីបរាជ័យយុទ្ធសាស្ត្រដ៏ល្អមួយដែលត្រូវបានអនុវត្តដោយគ្មានកំហុសនិងឈ្នះគ្រប់ពេលវេលា